បងដឹងអត់ថាថ្នាំសម្រាប់ទម្ងន់បច្ចុប្បន្នណាដែលមានតម្លៃរាប់រយដុល្លារកំពុងចម្លងតាមអរម៉ូនមួយប្រភេទដែលមាននៅក្នុងខ្លួនរបស់យើងអរម៉ូនហ្នឹងឈ្មោះថាអរម៉ូន GLP-1 ហើយថ្ងៃនេះខ្ញុំនឹងប្រាប់បងអំពីអាហារដើម្បីទៅជួយបង្កើននៅអរម៉ូន GLP-1 ដោយធម្មជាតិដោយមិនចាំបាច់ក្នុងការចំណាយលុយក្នុងការប្រើប្រាស់តាមពេទ្យទេហ្នឹងហើយអញ្ចឹង GLP-1 គឺជាអីគេ GLP-1 គឺជាអរម៉ូនដែលផលិតដោយពោះវៀនរបស់យើងហើយឈ្មោះរបស់វាគឺ glucagon lipeptide ហ្នឹងហើយវាមានអត្ថប្រយោជន៍ដ៏អស្ចារ្យមែនទែនសម្រាប់ជួយដល់សុខភាពរាងកាយរបស់យើង3យ៉ាងទី1គឺទៅកាន់ខួរក្បាលរបស់យើងឲ្យយើងមានអារម្មណ៍ថាឆ្អែតបានយូរនិងមិនឃ្លានចំណង់អាហារចាក់ចុកទេទី2គឺទៅកាន់កាពះរបស់យើងឲ្យជួយពន្យឺតនៃការរំលាយអាហារវាធ្វើឲ្យអាហារនៅក្នុងកាពះរបស់យើងបានយូរមិនងាយងាកមកឃ្លានឡើងវិញទេហើយចំណុចទី3ហ្នឹងគឺជួយទៅកាន់នៅតាក់ទងជាមួយនឹងលំពែងវាជួយឲ្យលំពែងហ្នឹងផលិតនៅអរម៉ូនអាំងសាលីនឲ្យមានតុល្យភាពដើម្បីការពារកុំឲ្យកម្រិតជាតិស្ករហ្នឹងហក់ឡើងខ្ពស់អញ្ចឹងអ្វីដែលខ្ញុំចែកម្លែកនេះសម្រាប់បងមួយចំនួនដែលកំពុងតែរងទុក្ខជាមួយនឹងបញ្ហាជំងឺធាត់ឬក៏លេសស្ករលើសខ្លាញ់អីទាំងអស់ហ្នឹងណាបងចង់ព្យាបាលឲ្យចំកូនហើយបងត្រូវត្រឡប់មកមើលអាហារឬក៏ប្រភេទណាឬអាហារឬក៏វិធីសាស្ត្រប្រភេទណាដើម្បីទៅជួយដាស់នៅអរម៉ូន GLP-1 ដោយធម្មជាតិដោយមិនប៉ះពាល់ដល់សុខភាពរាងកាយរបស់យើងហ្នឹងហើយវិទ្យាសាស្ត្របានរកឃើញថាអាហារដែលទៅជួយដាស់នៅអរម៉ូន GLP-1 បានខ្លាំងបំផុតហ្នឹងមិនមែនប្រភពស្ករនិងប្រភពម្សៅទេទី1គឺនៅប្រភពប្រូតេអ៊ីនសាច់សុទ្ធហើយនឹងត្រីទី2គឺតាក់ទងជាមួយនឹងខ្លាញ់ល្អ healthy fat ទី3គឺតាក់ទងជាមួយនឹងអាហារដែលសម្បូរដោយ fiber អញ្ចឹងបងណាខ្លះដែលចង់សម្រកទម្ងន់ហើយជួយឲ្យសុខភាព metabolic របស់យើងល្អប្រសើរឡើងដោយមិនពឹងផ្អែកទៅលើប្រភពថ្នាំគីមីបងត្រូវតែជ្រើសរើសអាហារជាគោលហ្មងត្រូវជ្រើសរើសអាហារដែល low carb ឬទៅ zero carb ទៅតាមសុខភាពរាងកាយរបស់បងដើម្បីជំរុញឲ្យការផលិតក៏ដូចជាដាស់អរម៉ូន GLP-1 ដោយធម្មជាតិហ្នឹងបានល្អប្រសើរឡើងហ្នឹងហើយសូមការចែកម្លែកសម្រាប់បងដែលគាត់មានបទពិសោធន៍នៃការដែលគាត់ញ៉ាំនៅប្រភពអាហារដែលមានប្រូតេអ៊ីនគ្រប់គ្រាន់ក៏ដូចជាខ្លាញ់ល្អហើយគាត់មានអារម្មណ៍ថាឆ្អែតបានយូរអត់ឃ្លានចំណង់អាហារចាក់ចុកទេហ្នឹងហើយ complete comment ដើម្បីជាការលើកទឹកចិត្តដល់បងដែលគាត់ទៅតែក្នុងការផ្លាស់ប្ដូររបបអាហារហ្នឹងហើយ complete follow សម្រាប់ចំណេះដឹងតាក់ទងជាមួយនឹងសុខភាពបូករួមជាមួយនឹង concept នៃរបបអាហារ low carb និង zero carb អរគុណ